សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទៅមើលការធ្វើមីកូកជាមួយនឹងពងទាស្ងោររបស់ខ្ញុំបាទទាំងអស់គ្នាបាទដូច្នេះគឺខ្ញុំបាទចាប់ផ្ដើមដាក់ពងទាស្ងោរដោយកំណត់វាត្រឹមតែ8នាទីទេបងប្អូនក្នុងការស្ងោរពួកខ្ញុំអត់ចង់ឲ្យវាឆ្អិនខ្លាំងពេកទេបងប្អូនអញ្ចឹងខ្ញុំចង់ឲ្យវាមានគេហៅថាវាមានជាប់នៅខាងក្នុងពងទាបាទចឹងឥឡូវខ្ញុំបានហែកមីបញ្ចប់ដាក់ចូលទៅក្នុងចានហើយបាទតមកខ្ញុំក៏ដើរទៅយកទឹកក្តៅដែលបានដាំពុះរួចយកទៅចាក់រោយលើមីនឹងឲ្យសព្វសរសៃមានន័យថាចាក់ឲ្យច្រើនទៅដូចយើងស្រស់ទៅទៀវអញ្ចឹងបងប្អូនតែកុំទុកយូរពេកបងប្អូនរឹងទន់ល្មមឲ្យបានណារឹងយូរពេកធ្វើឲ្យមីនឹងរីកអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងខ្ញុំក៏លាយគ្រឿងមីទាំងអស់ហ្នឹងបន្ទាប់ពីខ្ញុំលាយសព្វរួចហើយខ្ញុំក៏ទៅបេះពួនដើម្បីបន្ថែមជាមួយនឹងពងទារបស់យើងផងដែរឥឡូវខ្ញុំបានដាក់ពងទារួចហើយបងប្អូនអញ្ចឹងមកដល់វគ្គនេះគឺវគ្គញ៉ាំហើយបងប្អូនគឺថាខ្ញុំដាក់ចូលមាត់យកតែម្ដងបងប្អូនមើលវីដេអូដូចនៅក្នុងរូបអញ្ចឹងបងប្អូនគឺថាឆ្ងាញ់មែនទែនបងប្អូនហើយម្ហូបនឹងចាយលុយតិចឯងបងប្អូនប៉ុន្តែកុំហូបញឹកពេកអត់សូវល្អទេដោយសារនេះខ្ញុំអត់សូវហូបប្រហែលទេព្រោះខ្ញុំយូរហូបម្ដងទេប៉ុន្តែវីដេអូនេះគ្រាន់តែចង់ចែកម្លែកបងប្អូននេះក្នុងការធ្វើមុខម្ហូបមុខនេះគឺធ្វើមានន័យថាងាយស្រួលធ្វើទេបងប្អូនហើយសាមញ្ញហើយលឿនឆាប់បានហូបអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ share like និង follow page របស់ខ្ញុំម្នាក់មួយផងបងប្អូនហើយអរគុណបងប្អូនដែលគាំទ្រនិង share វីដេអូរបស់ខ្ញុំបាទអញ្ចឹងបងប្អូនមើលការហូបរបស់ខ្ញុំជាបន្តទៅទៀតបាទបងប្អូននិយាយតែពីថាបើសិនជាចាប់ចកឹះអីស្លាប់ព្រាយដូចអត់តំណងឆ្ងាញ់ទេបងប្អូនអញ្ចឹងខ្ញុំមានតែដៃយកទេបងប្អូនដាក់ដៃយកតែម្ដងញាត់យកបាទបើហូបនឹងស្លាប់ព្រាយអត់ឆ្ងាញ់ដូចហូបដៃទេបងប្អូនអញ្ចឹងបាននិយាយនឹងចូលចិត្តហូបដៃម្លេះអូហឹលបាទពេលហ្នឹងគឺខ្ញុំហឹលបងប្អូនដោយសារតែមីកូកនោះវាមានរសជាតិហឹលវាហឹលហើយហឹលហ្នឹងហឹលមិនមែនដូចហឹលម្ទេសទេបងប្អូនវាហឹលវារោលរៀលពេញមាត់តែម្ដងបងប្អូនបាទនេះពងទាបងប្អូននិយាយទៅតែឆ្ងាញ់មែនតើពងទានឹងជាតិបងប្អូនវាអត់ឆ្អិនខ្លាំងពងទាឆ្អិនខ្លាំងគឺអត់ឆ្ងាញ់ទេបងប្អូននេះអាស្រ័យទៅលើបងប្អូនដែលចូលចិត្តទេខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំអត់សូវចូលចិត្តពងទាដែលឆ្អិនពេកទេវាមានតែស្ទើរឆ្អិនណាបងប្អូនវាមាននៅជាប់នៅក្នុងហ្នឹងបងប្អូននិយាយថាវាឆ្ងាញ់ហើយជាលាយជាមួយទឹកអំពៅទៀតទឹកជាក់បាទហឹលជាក់ផឹកហឹលជាក់ផឹកនិយាយថាជាតិបងប្អូនហើយបងប្អូនបាទបើសិនជាបងប្អូនធ្វើហូបកុំភ្លេចបន្ថែមនៅពងទាហើយនឹងមានធ្ពួនអីដាក់ចូលទៅបងប្អូនបន្លែអីជិះបញ្ចុះតាមមុខផ្ទះក៏ដោយតាមបងប្អូនដើរមានជីមានអីទៀតបេះបញ្ចូលទៅបងប្អូនអត់ខុសម្ដងទេបងប្អូនរសជាតិឆ្ងាញ់មិនចាញ់សាច់គោទេបងប្អូនបាទបងប្អូននិយាយអស់ទៅសាច់គោ1គីឡូមិនដូរបងប្អូនពេលនេះគឺឆ្ងាញ់មែនទែនបងប្អូនមីហឹលហើយមានរសជាតិរៀងប្រៃហើយពងទាសាបបងប្អូនបាទហើយរួមផ្សំជាមួយតកួនទៀតមានន័យថាតកួននឹងខ្ចីល្អទៀតអត់ចាស់ទេបងប្អូនតាមទៅតំណងទេបងប្អូនខ្ញុំដាក់យកញាត់យកបងប្អូនហើយឆ្ងាញ់យ៉ាងនេះបងប្អូនម្ហូបមួយមុខនេះបងប្អូនអាចធ្វើហូបបានបងប្អូនអត់សូវចំណាយលុយច្រើនប្រហែលទេបងប្អូនណាបាទបើសិនជាយើងហូបតែមីក៏វាមិនសូវមានរសជាតិឆ្ងាញ់អីប្រហែលទេបងប្អូនតោះតែយើងបន្ថែមនៅពងទាស្ងោរមួយទៀតបាទហើយមានបន្លែអីបន្ថែមទៀតមានទឹកសក់អីទៀតកាន់តែអែមទៀតបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនបាទកុំភ្លេចណាបងប្អូនជួយ like និង share follow ម្នាក់មួយផងបងប្អូនបាទសូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះផងដែរ